ដូចខ្ញុំលើកឡើងពីដើមមកមិញខ្ញុំនិយាយថាមនុស្សម្នាក់ការគិតខុសៗគ្នាយើងត្រូវទទួលស្គាល់តាំងពីដើមថាមនុស្សស្រីដែលយើងស្រឡាញ់នឹងជាមនុស្សបែបណាអញ្ចឹងយើងទទួលយកគាត់ទៅបើស្រឡាញ់គេហើយទទួលយកគេទៅបើសម្រាប់ខ្ញុំហ្មងខ្ញុំឥឡូវខ្ញុំមានដៃគូហើយបាទហើយពួកខ្ញុំបានតស៊ូប្រឹងប្រែងរកស៊ីជាមួយគ្នារយៈពេល3ឆ្នាំហើយបាទពីពេលស្រឡាញ់គ្នាដំបូងមកពួកខ្ញុំអត់មានអីទេហើយពីមុនមកបើសិនជាបងប្អូនទាំងអស់គ្នាធ្លាប់ស្គាល់ខ្ញុំក៏ធ្លាប់ធ្វើខុសរឿងមួយហើយខ្ញុំបានធ្លាក់ដល់ចំណុច0បាទហើយគាត់ស្រឡាញ់ខ្ញុំនៅពេលហ្នឹងទាំងដែលពេលខ្លះដើរទៅក្រៅមិនមែនថាគេមិនចង់មើលមុខមានគេជេរកណ្ដាលមុខទៀតហ៎គាត់នៅតែទទួលយកយើងបានមានស៊ីអត់ស៊ីមួយគ្នាថ្ងៃខ្លះមានតែ10000នេះស៊ីបាយ3ពេលមួយគ្នាក៏មានដែរផឹងម្ដងតិចម្ដងតិចគាត់ទទួលយកខ្ញុំជាខ្ញុំទទួលយកគាត់ជាគាត់មានប៉ុណ្ណាក៏គាត់រស់នៅមួយយើងបានហើយម្ដងថ្ងៃខ្ញុំពិតជាអរគុណគាត់មែនតើគាត់តែងតែលើកទឹកចិត្តខ្ញុំគាត់តែងតែរុញខ្ញុំធ្វើការពេលខ្លះហត់ខ្លាំងតែពេលដែលឃើញទឹកមុខគាត់លើកទឹកចិត្តយើងកម្លាំងចិត្តមានធ្វើការហ្នឹងមនុស្សស្រីថែបរបស់ខ្ញុំអាហ្នឹងជាគូជីវិតរបស់ខ្ញុំគាត់អត់ដែលខ្វល់រឿងលុយមួយខ្ញុំទេគាត់ស្រឡាញ់ខ្ញុំជាខ្ញុំគាត់ស្រឡាញ់តែរាងកាយនិងចិត្តមួយនេះទេហើយពួកខ្ញុំមានអីដូចគ្នាច្រើនណាមានរឿងដូចគ្នាច្រើនមែនតែនហ្មងសឹងតែថាមនុស្សពីរនាក់ហ្នឹងខុសគ្នាតែភេទទេយល់បាទព្រោះដៃគូជីវិតគឺយើងជាអ្នករើសតាមុននឹងយើងការមួយគ្នាមិនមែនយើងមិនស្គាល់ចិត្តស្គាល់ថ្លើមមិនមែនអត់ស្វែងយល់ពីគ្នាណាត្រូវបាទមិនសម័យមុនអត់តន់ស្គាល់ឲ្យម៉ាក់ប៉ាឲ្យការណាមកដល់សម័យនេះសិតតែអ្នកស្គាល់គ្នាហើយមិនគេរៀបចំឆ្លាញ់គ្នាចាឥឡូវនិយាយដោយសារតែអូខេឥឡូវវីលៀមមានដៃគូស្នេហាហើយក៏ជាថែបដែរអាចរៀបរាប់ត្រួសពីថែបរបស់វីលៀមឲ្យគ្នាយើងបានដឹងទៅថាថែបសម្រាប់វីលៀមហ្នឹងគឺមានអីគេខ្លះអូខេទី1ខ្ញុំមិនអាចនិយាយថាមនុស្សយើងស្រឡាញ់តែចិត្តមិនបាច់ខ្វល់ពីរូបរាងទេអាហ្នឹងនិយាយចឹងគឺបោកខ្លួនឯងគាត់ថាបើថាសង្សារខ្ញុំស្អាតដូចជាទេពអប្សរអីអត់គាត់ទេតែគាត់ស្រស់ស្អាតនៅក្នុងចិត្តរបស់ខ្ញុំត្រូវហើយទី2ចិត្តរបស់គាត់ជាមនុស្សដែលមានផ្នត់គំនិតវិជ្ជមានច្រើននៅក្នុងខួរក្បាលអាចឧទាហរណ៍ខ្លះតិចតួចអីបានគាត់អត់តុកសិចយល់ហ្នឹងហើយពេលធ្វើការគាត់ផឹងរលួយបែបគាត់ខ្ញុំផឹងរលួយបែបខ្ញុំពេលដែលមកដល់ផ្ទះជួបមុខគ្នាពេលខ្លះរឿងខ្លះប្រព័ន្ធនេះហ្នឹងហើយពួកខ្ញុំនៅសល់ប៉ុណ្នេះហើយពេលណាដែលរឿងប៉ុណ្នេះពួកខ្ញុំបាត់រឿងហ្នឹងចោលហ្មងន័យថាអញញឹមធម្មតានិយាយគ្នាព្រោះម្នាក់ទៅធ្វើការទៅរកស៊ីជួបរឿងលំបាកច្រើនណាស់មកហើយជួបបញ្ហាប្រឈមបញ្ហាច្រើនណាស់មកហើយបើសិនជាមកដល់ផ្ទះសំបីតារឿងទូចមួយក៏បកកើតដល់ចេញភ្លើងដែរសួរថារស់នៅក្នុងគ្រួសារមួយនឹងមានសុភមង្គលអត់រស់នៅមួយគ្នាដើម្បីអីវិជ្ជមានអីគេទៀតមានអីគេទៀតគាត់ខ្វល់ពីខ្ញុំគាត់ស្រឡាញ់ខ្ញុំគាត់ផ្អែមគាត់ហើយរឿងមួយទៀតពាក់ព័ន្ធជាមួយនឹងរឿងគ្រួសារមិនថាខាងប្រុសឬក៏ខាងស្រីទេបើសិនជាមានមួយខាងណាអត់ត្រូវគ្នាមួយគ្រួសារយើងហើយយើងពិបាកស្រឡាញ់គ្នាហើយគាត់មកគ្រួសារខ្ញុំស្រឡាញ់គាត់ទាំងអស់ត្រូវហើយគ្រួសារគាត់ក៏ស្រឡាញ់ខ្ញុំដែរយើងស៊ីគ្នាហ្នឹងហើយបើសួរថាពួកខ្ញុំសងខាងមានអីអត់ខ្ញុំនិយាយមែនពួកខ្ញុំអត់មានអីទេពួកខ្ញុំមិនមែនជាកូនអ្នកមានអ្នកបានមានទ្រព្យសម្បត្តិធំដុំអីទេអ្វីដែលកើតឡើងរាល់ថ្ងៃនេះគឺមកពីបាតដៃទាំងពីរនេះហើយក៏មានបងមួយចំនួនដែលគាត់ជួយលើកទឹកចិត្តនិងជ្រោមជ្រែងដែរតែប៉ុណ្្នឹងទេបើថាឲ្យគ្រួសារផ្ដាល់ទ្រព្យអីរាប់ម៉ឺនរាប់សែនពួកខ្ញុំអត់ដែរមានទេយល់ទាំងខាងគាត់ទាំងខាងខ្ញុំប៉ុន្តែបើសិនជាអូនបានមើលវីដេអូដែលបងពងនិយាយនេះបងមានពាក្យមួយចង់ផ្ដាំចាថាបងពិតជាអរគុណអូនដែលចូលក្នុងជីវិតបងហើយបងស្រឡាញ់អូនខ្លាំងចឹងមិនថាពេលខ្លះគូជីវិតនៅពេលដែលយើងបានជួបហើយវាផ្ដោះក្តីសុខតែណាយើងនៅតែចងចាំឃើញអត់តែឃើញគាត់ហ្មងប្រធានបទចូលមកអត់ទាន់ហ្នឹងអីប៉ុន្តែយើងស្រឡាច់បានអត់គេឥឡូវដូចវីលៀមចឹងថែបឃើញទេនេះគឺជាថែបដែលយើងមើលទៅគឺយើងអត់មានចាំបាច់ទៅមើលណាគេខ្ពស់បាត់ហ្នឹងចាត្រូវឃើញអត់យើងមានថែបបើយើងបាត់ហ្នឹងហ្នឹងហើយចឹងបើឧទាហរណ៍ថាបើយើងជាអ្នកមានយើងរើអ្នកមានដូចគ្នាវាជារឿងធម្មតាបើថែបយើងវា level យើងវាប៉ុណ្ណឹងចាបើឧទាហរណ៍យើងក្នុងចំណោមមនុស្សគ្រប់គ្នាដែលយើងកំពុងតែអត់មានចាយើងមើលថែបប៉ុនគ្នាទៅយើងអាចទៅថ្ងៃមុខមួយគ្នាបានតាមិនក្ររហូតដែរហ្នឹងហើយឲ្យតែផឹងរអត់ក្រទេមនុស្សយើងផឹងទៅស្អីដែលជាមុខរបរស្របច្បាប់
សុចរិតធ្វើទៅហត់តុកអីគេទៅធ្វើអីស្អីក៏ដោយធ្វើទៅព្រោះសម្រាប់ខ្ញុំមួយខ្ញុំនិយាយត្រង់ហ្មងខ្ញុំម្ដងថ្ងៃនេះក៏ខ្ញុំមិនដែររើសការងារដែរ បាទ ការងារណារលួយបានធ្វើមិនថាខ្ពស់មិនថាទាបហើយជាមួយនឹងមនុស្សជុំវិញខ្លួនមនុស្សណាក៏ខ្ញុំឲ្យតម្លៃដែរ បាទ បាទ យល់ខ្លីៗបាទ ខ្លីណា ខ្លីៗបាទ ខ្លឹម នេះវីលៀមហ្មងវីលៀមអ្នកគ្នាឃើញគាត់នៅលើសូមីឌីឃើញរបៀបថាឃើញតែគាត់លយឃើញតែគាត់ថតមួយឡានដូចមួយរយៈក្រោយលើធ្វើលើឡានឃើញអូឡានទំនើបចេះ1ចេះ2ចេះ3 ចា ឃើញអត់អានេះសូម្បីតែវីលៀមថ្ងៃហ្នឹងគឺគាត់យកមកនិយាយហ្មងថាតាមពិតថែបមិនប្រកាសថាយើងនៅកម្រិតនេះហើយយើងត្រូវតែយកគេកម្រិតខ្ពស់ទេមានន័យថាសំខាន់ឲ្យតែយើងត្រូវគ្នា យល់ចិត្តគ្នា ហងៃខ្ញុំអត់បានផ្ដាល់អីជាដុំកពូនឲ្យដៃគូខ្ញុំទេប៉ុន្តែ មិនវិញ បានន័យថាអត់បានទៅឲ្យលុយអីគាត់ចាយអីមកព្រោះផឹងហោទាំងអស់គ្នាដែរតែចិត្តខ្ញុំហ្មងណាបើខ្ញុំមានលុយខ្ញុំអត់ឲ្យប្រពន្ធខ្ញុំបែរ យល់ អូដូចមីលីដូចមីលី អត់អាហ្នឹងយល់តែផងដូចគ្នាយើងយល់ ខ្ញុំនិយាយតែម៉ាត់ហ្នឹងហ្មងបើខ្ញុំមានលុយខ្ញុំអត់ឲ្យប្រពន្ធខ្ញុំបែរហើយក៏ខ្ញុំសង្ឃឹមថាថ្ងៃក្រោយខ្ញុំនឹងធ្វើឲ្យគាត់មិនពិបាក យល់ហើយគឺយើងគោលបំណងរបស់យើងគឺយើងចង់ឲ្យគាត់នៅតែផ្ទះទៅបានហើយ ធម្មតាមនុស្សយើងស្រឡាញ់អាណាចង់ឲ្យគាត់ពិបាកចង់ឲ្យគាត់សនុកសុខស្រួលចង់ឃើញតែស្នាមញញឹមគាត់ព្រោះស្នាមញញឹមគាត់ធ្វើឲ្យយើងមានកម្លាំងចិត្តបន្តទៅមុខទៀត ត្រូវ